បាទថ្ងៃនេះគឺជាថ្ងៃទី1មិថុនាឆ្នាំ2026ត្រូវជាថ្ងៃទិវាកុមារអន្តរជាតិបាទអញ្ចឹងថ្ងៃនេះខ្ញុំបានណែនាំទៅដល់បងប្អូនដែលគាត់កំពុងសិក្សាថ្នាក់ទី6ជាមួយខ្ញុំបាទអំពីសិទ្ធិកុមារហើយពន្យល់ពីសារៈសំខាន់នៃសិទ្ធិរបស់ពួកគាត់ផងដែរជឿក្នុងការនោះខ្ញុំបាទមានកាដូតិចតួចសម្រាប់ជូនទៅដល់ពួកគាត់ជាការលើកទឹកចិត្តក្នុងនោះមានសៀវភៅមួយក្បាលខ្មៅដើម3ដើមជ័រលុបចំនួន1 color មួយប្រអប់និងដៃខួងសម្រាប់ខួងខ្មៅដៃមួយផងដែរបាទជាការលើកទឹកចិត្តក៏ដូចជាផ្ដល់ទំនុកចិត្តទៅដល់ពួកគាត់ឲ្យខិតខំប្រឹងប្រែងសិក្សារៀនសូត្រជាបន្តទៀតហើយក៏ដូចជាការអបអរសាទរពីទិវាកុមារអន្តរជាតិផងដែរបាទសូមអរគុណច្រើនសម្រាប់ការទស្សនាវីដេអូជួបគ្នានៅវីដេអូក្រោយ